ចាសសូមជម្រាបសួរអស់លោកលោកស្រីបងប្អូននិងកូនក្មួយទាំងអស់ជាទីមេត្រីសូមស្វាគមន៍មកកាន់ podcast របស់ KU នាងខ្ញុំរិទ្ធីក្រោមម្លប់នៃភាពញញឹមសម្រាប់មនុស្សចាស់ជាទីស្រឡាញ់ជារៀងរាល់ថ្ងៃយើងតែងរវល់នឹងការងាររវល់ជាមួយនឹងការរស់នៅរហូតដល់ជួនកាលយើងហាក់បីដូចជាភ្លេចសង្កេតមើលការប្រែប្រួលនៃពេលវេលាដែលកំពុងតែកើតមានឡើងជាមួយមនុស្សជាទីស្រឡាញ់របស់យើងថ្ងៃនេះនាងខ្ញុំចង់អញ្ជើញបងប្អូនទាំងអស់គ្នាដើម្បីសម្រាកបន្តិចរួចហើយក៏សញ្ជឹមគិតជាមួយនាងខ្ញុំពីអត្ថន័យពិតនៃជីវិតនិងក្តីស្រឡាញ់ចំពោះលោកអ្នកមានគុណនៅក្នុងវ័យជរារបស់ពួកគាត់ថាតើលោកបានធ្វើអ្វីខ្លះហើយជាមួយលោកអ្នកមានគុណទាំងពីររបស់យើងនៅជំហានងាយចំនួន4ដែលបងប្អូនអាចធ្វើបានភ្លាមជាមួយនាងខ្ញុំសូមត្រៀមលក្ខណៈទាំងអស់គ្នានាងខ្ញុំនឹងហៅជំហានទី1មុនទី1សង្កេតមើលស្ថានភាពឪពុកម្ដាយលោកអ្នកគួរចាប់ផ្ដើមយកចិត្តទុកដាក់មើលគាត់ឲ្យបានដិតដល់ជាងមុនតើពួកគាត់ធ្លាប់ដើរដួលឬទេតើភ្នែកគាត់ទាំងពីរមើលច្បាស់ដែរឬទេតើពួកគាត់មានអាកប្បកិរិយាប្លែកជាងមុនដែរឬទេការសង្កេតតូចតាចនេះអាចជួយបង្ការគ្រោះថ្នាក់បានយ៉ាងច្រើននេះគឺជាចំណុចទី1ដែលលោកអ្នកគួរតែតាមដានសង្កេតមើលស្ថានភាពឪពុកម្ដាយយើងជំហានទី2ថាតើលោកអ្នកគួរសង្កេតមើលអ្វីទៀតជំហានទី2គឺទូរស័ព្ទឬក៏សួរសុខទុក្ខគាត់ជាប្រចាំលោកអ្នកត្រូវតែបង្កើតទំនាក់ទំនងឲ្យបានទៀងទាត់បើមិនបានទៅជួបផ្ទាល់ក៏គួរតែទូរស័ព្ទសួរសុខទុក្ខហើយត្រូវចងចាំថាការផ្ដល់កម្លាំងចិត្តនិងក្តីស្រឡាញ់គឺជាឱសថទិព្វនិងការថែទាំដ៏ល្អបំផុតសម្រាប់មនុស្សចាស់ទី3ជំហានទី3ថាតើលោកអ្នកនឹងត្រូវធ្វើអ្វីខ្លះទៀតគឺការថែរក្សាសុខភាពខ្លួនឯងបន្ទាប់ពីតាមដានចំណាយពេលសង្កេតមើលគ្រប់ស្ថានភាពរបស់លោកអ្នកមានគុណបន្ទាប់មកគឺទូរស័ព្ទសួរសុខទុក្ខហើយទី3លោកអ្នកកុំភ្លេចថែរក្សាសុខភាពខ្លួនឯងផងបងប្អូនចង់មើលថែអ្នកដទៃបានល្អគត់មុតត្រឹមត្រូវលុះត្រាតែលោកអ្នកខ្លួនឯងរឹងមាំជាមុនសិនការញ៉ាំអាហារដែលមានជីវជាតិនិងការហាត់ប្រាណពីឥឡូវនេះគឺជាការរៀបចំដ៏ល្អបំផុតសម្រាប់វ័យជរារបស់ខ្លួនឯងទៅថ្ងៃមុខទី4គិតគូរអំពីផែនការអនាគតការគិតគូរអំពីផែនការអនាគតគួរតែចាប់ផ្ដើមសន្សំប្រាក់បន្តិចម្ដងឬក៏ពិភាក្សាជាមួយសមាជិកគ្រួសារឲ្យបានច្បាស់លាស់អំពីការរៀបចំថែទាំសុខភាពទៅថ្ងៃមុខបងប្អូនត្រូវចាំថាសកម្មភាពតូចតាចនៅថ្ងៃនេះអាចនឹងបង្កើតឲ្យមានអនាគតល្អប្រសើរទៅថ្ងៃមុខសូមគំរំចាំដល់អ្វីល្អគ្រប់យ៉ាងល្អឥតខ្ចោះទើបចាប់ដើមតែត្រូវចាប់ដើមពីចំណុចទូចហើយធ្វើវាចាប់ពីពេលឥឡូវនេះសូមអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់នាពេលកន្លងមកដើម្បីភាពញញឹមនិងក្តីសង្ឃឹមរបស់មនុស្សចាស់សូមអរគុណហើយជួបគ្នានៅវីដេអូក្រោយទៀតសូមជម្រាបលា